កំណើតដោយធម្មជាតិនៃផ្កាថ្មបាទដែលជាបាតុភូតដ៏អស្ចារ្យបំផុតជាពណ៌វាសនាដែលកើតមាននៅក្នុងតំបន់កោះរ៉ុងនៃខេត្តព្រះសីហនុយើងនេះខ្ញុំបាទឧបវិបុលជាប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឥឡូវនេះខ្ញុំនៅទីតាំងប្រជុំកោះរ៉ុងសន្លឹមខេត្តព្រះសីហនុបាទជាមួយក្រុមការងារពីព្រោះយើងកំពុងតែតាមដាននៅការបង្កកំណើតដោយធម្មជាតិនៃផ្កាថ្មខ្ញុំចង់ជម្រាបថាផ្កាថ្មសូមបងប្អូនទាំងអស់កុំយល់ច្រឡំថាផ្កាថ្មវាជាផ្កាឬមួយក៏ជាថ្មឬមួយក៏ជារុក្ខជាតិមិនមែនទេបាទផ្កាថ្មគឺជាសត្វការបង្កកំណើតដោយធម្មជាតិនេះមិនមែនចេះតែកើតនៅគ្រប់ទីកន្លែងទេបាទទោះតែកន្លែងពិសេសបាតុភូតនេះវាកើតឡើងនៅពេលដែលលក្ខខណ្ឌដែលគ្រប់គ្រងដល់ផ្កាថ្មហ្នឹងវាកើតឡើងដំណាលគ្នារួមទាំងតួខ្លួនឯងនៃផ្កាថ្មផងដែរទី1ផ្កាថ្មនេះត្រូវមានសុខភាពល្អមានលទ្ធភាពនៅក្នុងការបញ្ចេញស្ពាមហើយនិងបញ្ចេញស៊ុតទី2ពាក់ព័ន្ធទៅនឹងប្រព័ន្ធអេកូឡូស៊ីបាទជាពិសេសគឺគុណភាពទឹកទី1កម្រិតថ្លាខ្ពស់បាទទី2កម្រិតអុកស៊ីហ្សែនខ្ពស់បាទទី3សីតុណ្ហភាពសមស្របពី28ទៅ30អង្សាសេ pH ក៏ល្អពី8ឡើងបាទហើយទន្ទឹមនឹងនោះបាទពន្លឺគ្រប់គ្រាន់គុណតម្លៃនៃពន្លឺគុណតម្លៃនៃប្រព័ន្ធអេកូឡូស៊ីគុណតម្លៃនៃតួខ្លួនផងទាំង3ទិដ្ឋភាពហ្នឹងបានរំញោចដល់ផ្កាថ្មហ្នឹងឲ្យបញ្ចេញស្ពាមហើយនឹងស៊ុតទៅក្នុងហ្នឹងយើងសិក្សាតាំងពីឆ្នាំ2010យើងឃើញមានប្រមាណជា2800ហិកតានៅឆ្នាំ2022នេះដែលយើងសិក្សាថ្មីនេះផ្កាថ្មមានការកើនឡើងចន្លោះពី3ទៅ5%នេះជាមោទនភាពមួយហើយផ្កាថ្មយើងដឹងហើយថាបាទវាអាចជួយគ្រប់គ្រងដល់សុខភាពសមុទ្រផងយើងអាចគ្រប់គ្រងដល់ធនធានជលផលនឹងគ្រប់គ្រងដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងតាមរយៈការទាញយកវិស័យទេសចរផ្សេងនៅពេលដែលមានបណ្ដុំផ្កាថ្មកើតឡើងដែលមានចម្រុះពណ៌គ្រប់ហើយទន្ទឹមនឹងហ្នឹងមានត្រីច្រើនប្រភេទមានវេរីសត្វច្រើនប្រភេទដែលមានពណ៌ចម្រុះជាមួយផ្កាថ្មធ្វើឲ្យបាតសមុទ្ររបស់យើងនឹងដូចជាកម្រាលព្រំមួយដែលអ្នកទស្សនាមិនចិនណាយតទៅសោះបើសិនជាបានឃើញហើយចង់ឃើញម្ដងទៀតខ្ញុំជឿជាក់ថាបើសិនជាមានបាតុភូតនេះកើតឡើងជារៀងរាល់ឆ្នាំនោះសហគមន៍ថ្មីនៃផ្កាថ្មនឹងកើតឡើងជាបន្តបន្ទាប់អញ្ចឹងទំហំផ្កាថ្មនឹងកើនឡើងនឹងក្លាយទៅជាជម្រកសម្រាប់ត្រីបាទសម្រាប់ពពួកវេរីសត្វគ្រប់ប្រភេទសម្រាប់រស់នៅហើយនឹងពងកូនប្រជាពលរដ្ឋអាចទាញផលបានទី1គឺសុវត្ថិភាពស្បៀងសម្រាប់ប្រជាពលរដ្ឋទី2និរន្តរភាពបរិស្ថានអញ្ចឹងបើសិនជាយើងរួមគ្នាធ្វើបានទាំងអស់គ្នាការពារទៅតាមលទ្ធភាពទៅតាមសមត្ថភាពទៅតាមការយល់ដឹងរបស់យើងនោះធនធានរបស់យើងនឹងមាននិរន្តរភាពជាពំខានឡើយ